លោកពូបានណែនាំប្រាប់ពួកយើងអំពីមូលហេតុដែលនាំឲ្យមានការរបែកធ្លាក់នៃចម្លាក់របស់ប្រាសាទដែលនេះគួរតែខ្មែរទាំងអស់គ្នាធ្វើការស្វែងយល់ទូរទស្សនិកជនដឹងទេថាតើមូលហេតុសំខាន់អ្វីដែលនាំឲ្យមានការប្រេះធ្លាក់ចម្លាក់នោះតាមតែខ្ញុំដឹងគឺថាជាតិអំបិលហ្នឹងភាគច្រើនចេញពីនៅដៃយើងដែលយកទៅនេះដែរបាទចាដូច្នេះហើយកម្មវិធីរបស់យើងគឺតែមានសារខ្លីៗស្ដាប់ឆ្ងាយទៅកាន់ទស្សនិកជនទាំងអស់គ្នាជានិច្ចរាល់ទង្វើដែលខុសឆ្គងចំពោះប្រាសាទដូចជាដៃគឺយើងមិនអាចយកទៅកាន់ឬក៏អង្អែលនៃវត្ថុបុរាណដូចជាសិលាចារឹកនិងការក្បោះបែករចនានៃប្រាសាទរបស់យើងមួយនោះទេហើយចំពោះការចង្អុលនៅរបស់ដែលវត្ថុណាដែលរឹងដូចជាឆាតឬក៏របស់ណាមួយដែលរឹងក៏យើងមិនអាចចង្អុលបានដែរចា៎ការសិក្សាស្វែងយល់ពីប្រាសាទបាតជុំនេះមានលក្ខណៈពិសេសជាច្រើនដែលមិត្តយុវវ័យទាំងឡាយគួរតែអត់ធ្មត់និងទ្រាំទ្រនៅការលំបាកដើម្បីធ្វើការស្វែងយល់ខ្ញុំចង់ដឹងថាតើមានអំណាចអ្វីទៅដែលហ៊ានថាប្រាសាទបាតជុំនេះជាប្រាសាទឧទ្ទិសដល់ព្រះពុទ្ធសាសនាដោយសារនៅក្នុងប្រាសាទទាំង3ហ្នឹងប្រាង្គទាំង3ហ្នឹងមានតម្កល់នៅបដិមាតាក់ទងនឹងលទ្ធិនៃព្រះពុទ្ធសាសនាមហាយានគឺប្រាង្គកណ្ដាលមានតម្កល់នៅបដិមាព្រះគេហៅថាព្រះលោកេស្វរៈយើងថាព្រះពុទ្ធរូបទៅចោះងាយស្រួលស្ដាប់ពីព្រោះពុទ្ធសាសនាកាលណានិយាយព្រះពុទ្ធសាសនាគឺព្រះពុទ្ធបដិមាទូរទស្សនិកជនជាទីគោរពមិត្តយុវវ័យជាទីរាប់អានមកដល់ប្រាសាទបាតជុំនេះក៏យើងនៅតែឃើញមានការគូសវាសនោះនៅលើជញ្ជាំងនៃប្រាសាទនៅឡើយខ្ញុំក៏សូមអំពាវនាវដល់អ្នកទាំងនោះដែរថាសូមកុំបំផ្លាញប្រាសាទបុរាណយើងឲ្យសោះនេះគឺជាស្នាដៃដូនតាយើងដែលមិនអាចកាត់ថ្លៃបានឡើយចំពោះនេះខ្ញុំចាប់អារម្មណ៍ទៀតហើយចំពោះការគូវាចាគូវានៃសាលាចារឹកនៃប្រាសាទបាតជុំយើងឃើញហើយនៅខាងនេះគឺទៅជាអក្សរចាជាភាសាអង់គ្លេសមិនថាជាអ្នកណាទេមិនថាជាខ្មែរដូចគ្នាឬក៏ប្រទេសទេប៉ុន្តែចំពោះកម្មវិធីរបស់យើងគឺតែងតែបង្ហាញក៏ដូចជាមានសារផ្ដាច់ការទៅដល់ទស្សនិកជនជានិច្ចថាគុំធ្វើអ្វីមួយដែលប្រឆាំងជាមួយនឹងវប្បធម៌ខ្មែររបស់យើងក៏ដូចជាធ្វើអ្វីដែលល្អចំពោះប្រាសាទវិញចា៎ពួកយើងបានជីកឫសគល់យ៉ាងច្រើនអំពីព្រះបាទរាជចន្ទ្រវរ្ម័នដែលបានអនុញ្ញាតឲ្យសាងសង់ប្រាសាទបាតជុំនេះឡើងថាតើព្រះអង្គជាស្ដេចយ៉ាងដូចម្តេចដែរទៅនៅក្នុងការគ្រប់គ្រងប្រទេសជាតិដើម្បីគ្រប់គ្រងប្រទេសមួយឲ្យមានសន្តិភាពមានការរីកចម្រើនដោយមិនឲ្យមានទំនាស់គ្នាព្រះអង្គត្រូវតែយល់អំពីអ្វីដែលជាចំណង់ចំណូលចិត្តរបស់ប្រជារាស្ត្ររបស់ព្រះអង្គដូច្នេះហើយបានជាព្រះអង្គអនុញ្ញាតឲ្យមន្ត្រីរបស់ព្រះអង្គកសាងប្រាសាទឧទ្ទិសទៅដល់លទ្ធិព្រះពុទ្ធសាសនាហើយមិនមែនតែប្រាសាទបាត់ជុំទេក្នុងនាមជាកូនចៅចំនួនក្រោយខ្ញុំមានមោទនភាពណាស់ដោយបានមកដល់ទឹកដីដូនតាខ្ញុំក៏មានបំណងឲ្យមិត្តយុវវ័យទាំងឡាយដែលបានមកដល់ទីនេះដូចខ្ញុំដែរពីព្រោះថាប្រាសាទបុរាណគឺជារបស់ខ្មែរទាំងអស់គ្នាបើយើងបានស្គាល់ហើយយើងនឹងស្រឡាញ់ហើយបើយើងស្រឡាញ់ហើយយើងនឹងហ៊ានការពារជាក់ជាមិនខានព្រមទាំងទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងខ្ញុំទាំងអស់គ្នាកំពុងស្ថិតនៅចំកណ្ដាលប៉មនៃប្រាសាទបាតជុំបាទចង់សួរទៅកាន់លោកពូថាតើនៅក្នុងបាតនៃប្រាសាទនេះតើមានការពីមុនហើយមានតាំងនៅទេវរូបណាមួយទេដើម្បីធ្វើការបួងសួងលោកពូបាទយើងដឹងថាប្រាសាទបាតជុំនេះគឺឧទ្ទិសទៅដល់ពុទ្ធសាសនាមហាយានណាមហាយានអញ្ចឹងហើយទេវរូបដែលគេដាក់ហ្នឹងប្រកាសជាមានហើយ
ប្រិយមិត្តជាទីរាប់អានតើមិត្តមានចំណល់ដូចជាខ្ញុំទេថាតើហេតុអ្វីបានជាព្រះមហាក្សត្រសាងសង់ប្រាសាទមានឧទ្ទិសដល់ពុទ្ធសាសនាផងនិងឧទ្ទិសដល់ព្រហ្មញ្ញសាសនាផងតើរឿងនេះវាសំខាន់ឬទេខ្ញុំជម្រាបរឿងនោះសំខាន់ណាស់រឿងសំខាន់ណាស់ប្រាសាទប្រែរូបគឺជាប្រាសាទមួយសម្រាប់រាជប្រាសាទធំគឺជាប្រាសាទភ្នំគឺជាប្រាសាទភ្នំប្រាសាទធំគឺប្រាសាទរាជអញ្ចឹងព្រះអង្គកសាងប្រាសាទនឹងឧទ្ទិសសម្រាប់រាជរបស់ព្រះអង្គប៉ុន្តែទន្ទឹមនឹងយើងឃើញប្រាសាទបាត់ជុំនេះកសាងនៅក្នុងរាជព្រះអង្គដែរនៅក្នុងរាជព្រះអង្គហើយកសាងនៅលើទីទួលដីលើកទេមិនពួតហើយនៅមិនឆ្ងាយពីប្រាសាទប្រែរូបទេប៉ុន្តែបែរជាឧទ្ទិសទៅដល់ព្រះពុទ្ធសាសនាមហាយានអញ្ចឹងគេដឹងថាពុទ្ធសាសនានេះភាគច្រើនប្រជារាស្ត្រប្រជាជនសាមញ្ញជាអ្នកគោរពជឿបាទជឿហើយព្រះមហាក្សត្រដើម្បីគ្រប់គ្រងជាព្រះមហាក្សត្រដែលមានការវាងវៃឆ្លាតក្នុងការគ្រប់គ្រងនគររបស់ខ្លួននោះដើម្បីកុំឲ្យមានកើតនៅបញ្ហាទំនាស់ក្នុងរឿងសាសនាព្រះអង្គប្រហែលជាអនុញ្ញាតឲ្យមន្ត្រីព្រះអង្គនឹងធ្វើប្រាសាទនឹងសម្រាប់ឧទ្ទិសទៅដល់ព្រះពុទ្ធសាសនាសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គគោរពបូជាហេតុដូច្នេះហើយបានជាអ្នកស្រាវជ្រាវគេចាត់ទុកថាប្រាសាទបាត់ជុំគឺជាកន្លែងរក្សាសំសិល